បាទប្រិមិត្តជាបន្តទៅទៀតនេះសូមជូនព័ត៌មានវិវត្តបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងផែនការសន្តិភាពនៅអ៊ុយក្រែនដែលរៀបរៀងឡើងដោយសហរដ្ឋអាមេរិកដោយនៅថ្ងៃនេះគឺយើងមានព័ត៌មាន2បន្ថែមបាទដោយព័ត៌មានទី1គឺដកស្រង់ចេញពីសារព័ត៌មានកម្ពុជាថ្មីបាទនោះគឺអ៊ុយក្រែនស្នើសុំការកែប្រែផែនការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកហើយព័ត៌មានទី2បាទគឺដកស្រង់ចេញពីគេហទំព័រដើមអំពិលបាទនោះគឺមេដឹកនាំប្រទេសចំនួន4បានពិភាក្សាគ្នាអំពីផែនការដែលស្នើឡើងដោយសហរដ្ឋអាមេរិកស្ដីពីសន្តិភាពនៅអ៊ុយក្រែនបាទអញ្ចឹងខ្ញុំសូមជូនព័ត៌មានទី1ប្រិមិត្តបាទគឺពីសារព័ត៌មានកម្ពុជាថ្មីអ៊ុយក្រែនស្នើសុំការកែប្រែសន្តិភាពបាទស្នើសុំការកែប្រែផែនការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិកបាទសហរដ្ឋអាមេរិកនិងអ៊ុយក្រែនបានធ្វើការចរចាទៅលើផែនការសន្តិភាពដែលផ្ដល់សម្បទានទឹកដីសំខាន់ៗដល់រុស្ស៊ីដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នាប៉ុន្តែគេជឿថាទីក្រុងគៀវបានស្នើសុំឲ្យមានការកែប្រែផែនការនេះភ្លាមៗដោយសម្របសម្រួលជាមួយនឹងបណ្ដាប្រទេសនៅអឺរ៉ុបនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NHK នាថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025បាទប្រិមិត្តកិច្ចប្រជុំទ្វេភាគីនេះដែរបានធ្វើឡើងនៅឯប្រទេសស្វីសក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃអាទិត្យដោយមានរដ្ឋមន្ត្រីការបរទេស Marco Rubio និងបេសកជនពិសេស Steve Witkoff ស្ថិតនៅក្នុងចំណោមប្រតិភូសហរដ្ឋអាមេរិកចំណែកអ៊ុយក្រែនត្រូវបានតំណាងដោយប្រធានការិយាល័យប្រធានាធិបតីលោក Andriy Yermak និងអ្នកផ្សេងទៀតលោក Rubio បានប្រាប់អ្នកសារព័ត៌មានថាភាគីទាំងពីរទំនងជាមានកិច្ចប្រជុំដែលមានផលិតភាពបំផុតនៅក្នុងដំណើរការទាំងមូលជាពិសេសពួកគេកំពុងធ្វើការផ្លាស់ប្ដូរនិងការកែសម្រួលមួយចំនួនចំពោះសេចក្តីព្រាងផែនការដោយសង្ឃឹមថានឹងបង្រួមភាពខុសគ្នាតែយ៉ាងណាលោកបាននិយាយដោយសង្កត់ធ្ងន់ថាពួកគេនឹងបន្តធ្វើការទៅលើផែនការនេះដដែលទោះបីជាយ៉ាងណាក៏ដោយយោងតាមប្រភពមួយផ្សេងទៀតមុនពេលកិច្ចចរចាចាប់ផ្ដើមអ៊ុយក្រែនបានពិភាក្សាអំពីការកែប្រែនៃផែនការជាមួយមហាអំណាច E3 របស់អឺរ៉ុបរួមមានចក្រភពអង់គ្លេសបារាំងនិងអាល្លឺម៉ង់ដែលគ្រោងដាក់សំណើរៀបចំប្រឆាំងឡើងមកដែលឡែកទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ដែរថាសំណើនេះរួមមានការបង្កើតទំហំកងទ័ពរបស់យោធាអ៊ុយក្រែនដល់ទៅ 80,000 នាក់ក្នុងពេលសន្តិភាពជំនួសឲ្យ 60,000 នាក់ដែលស្នើឡើងដោយសហរដ្ឋអាមេរិកវាក៏ត្រូវបានគេរាយការណ៍ផងដែរថាការចរចាលើការផ្លាស់ប្ដូរទឹកដីនឹងចាប់ផ្ដើមពីខ្សែទំនាក់ទំនងជាងការកំណត់ជាមុនថាតំបន់មួយចំនួនគួរតែត្រូវបានទទួលស្គាល់ថាជារបស់រុស្ស៊ីដោយដែលផែនការរបស់សហរដ្ឋអាមេរិកបានបង្ហាញកន្លងមកបាទប្រិមិត្តនេះគឺជាការវិវត្តបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងកិច្ចពិភាក្សាទៅលើផែនការសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនហើយដែលការវិវត្តនេះគឺចេញផ្សាយដោយសារព័ត៌មានបាទកម្ពុជាថ្មីបាទអញ្ចឹងយើងនឹងលើកយកនៅព័ត៌មានមួយទៀតគឺពីសារព័ត៌មានដើមអំពិលមេដឹកនាំប្រទេសចំនួន4ពិភាក្សាអំពីផែនការដែលស្នើឡើងដោយសហរដ្ឋអាមេរិកស្ដីពីសន្តិភាពនៅអ៊ុយក្រែនបាទអញ្ចឹងខ្ញុំសូមអានព័ត៌មាននេះលម្អិតប្រិមិត្តបាទប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថាលោកបានពិភាក្សាអំពីផែនការសន្តិភាពដែលស្នើឡើងដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទរួមគ្នាជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron លោកនាយករដ្ឋមន្ត្រីអង់គ្លេសបាទលោក Keir Starmer និងអធិការបតីអាល្លឺម៉ង់លោក Friedrich Merzបាទលោក Zelensky បានសរសេរនៅលើបណ្ដាញសង្គម X ឲ្យដឹងថាអ្នកចូលរួមនៃកិច្ចពិភាក្សាបានសម្របសម្រួលជំហានបន្ទាប់របស់ពួកគេហើយបានឯកភាពថានឹងធ្វើការជាមួយគ្នាលោកបានលើកឡើងថាយើងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីធានាថាជំហរគោលការណ៍ត្រូវបានយកមកពិចារណានេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនសិនហួរបាទលោក Rustem Umerov លេខាធិការក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃសុក្រថាគណៈប្រតិភូអ៊ុយក្រែននិងសហរដ្ឋអាមេរិកបានរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីវិធីដើម្បីសម្រេចបានសន្តិភាពនៅក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនបាទលោកបានឲ្យដឹងនៅលើបណ្ដាញសង្គម Facebook ថាយើងបានពិភាក្សាអំពីវិធីសាស្ត្រនានានៅក្នុងការស្ថាបនាសន្តិភាពដោយយុត្តិធម៌ឡើងវិញលំដាប់នៃជំហានបន្ទាប់និងទម្រង់ជាក់ស្ដែងសម្រាប់ការសន្ទនាបន្ថែមទៀតបាទប្រិមិត្តនេះគឺជាបាទព័ត៌មានស្ដីពីវឌ្ឍនភាព
ពាក់ព័ន្ធជាមួយនឹងផែនការសន្តិភាពនៅអ៊ុយក្រែនហើយយើងនឹងរងចាំមើលតើមានអ្វីដែលផ្លាស់ប្ដូរជាបន្តទៀតពាក់ព័ន្ធជាមួយនឹងផែនការនេះ